ជំរាបសួរក៏ដូចជាសួស្តីដល់អ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ vlog ទី2ហើយ vlog ទី2ដែលទៅសម្រាប់របស់យើងនេះគឺជា vlog ចុងក្រោយនៅក្នុងដំណើរកំសាន្តរបស់យើងហើយដែលយើងបូកសរុបថ្ងៃទី2ទី3និងទី4ក្នុងថ្ងៃហ្នឹងដែរគឺយើងថតបានតិចតិចទេចឹងខ្ញុំនឹងសង្ខេបជូនអ្នកទាំងអស់គ្នាមួយពីមួយដំណាក់កាលទៅមួយដំណាក់កាលចឹងជាដំបូងគឺយើងធ្វើដំណើរទៅកាន់ប្រាសាទអង្គរតូចជាមុនសិនសិនទាំងនេះគឺជាសកម្មភាពដែលគ្នាយើងបានធ្វើដំណើរចូលមកក្នុងប្រាសាទអង្គរតូចដោយពួកខ្ញុំបានចូលតាមច្រកខាងក្រោយតាមច្រកខាងក្រោយពិតជាស្អាតខ្លាំងមែនតើខ្ញុំប្លែកភ្នែកព្រោះវាជាលើកទី1ដែលខ្ញុំមកតាមច្រកក្រោយដែរប៉ុន្តែចង់រីកកំណត់អ្នកទាំងអស់គ្នាអ្នកដែលចូលច្រកក្រោយអីពេលទៅលេងសៀមរាបទៅលេងប្រាសាទផ្សារក្រោយអាចចូលតាមច្រកក្រោយបានព្រោះច្រកក្រោយស្អាតខ្លាំងមែនតើទេសភាពប្លែកខ្លាំងពីច្រកខាងមុខនេះគឺជាសកម្មភាពខ្លះៗដែលយើងបានផ្ដិតយកនៅពេលដែលយើងចូលទៅទស្សនាប្រាសាទអង្គរក្រោយពីយើងចំណាយពេលមកយូរដែរប្រហែល 2-3 ម៉ោងដើរមកជុំវិញប្រាសាទអស់ហើយឥឡូវយើងរៀបចំឡើងទៅលើកំពូលប្រាសាទម្ដងអញ្ចឹងចាំមើលទស្សនាសកម្មភាពផ្សេងបន្តទៀតយើងធ្វើការថតវីដេអូដើម្បីបញ្ជាក់ថាយើងពិតជាបានមកមែនពេលម៉ែសួរក៏មកថាខំដែរលើត្រូវហើយអាហ្នឹងពីបុរាណតែគេមិនឲ្យយើងឡើងទេអាហ្នឹងគេមិនឲ្យយើងឡើងទេព្រោះអីយើងឡើងមិនរួច1 2 3ដើរមកបាយអញ្ចឹងទៅ1 2 3ងាកមកឆ្វេងបន្តិច yes ទេចាំពេលព្រះអាទិត្យមកវិញមិនស្អាតចង់យក shape ឃើញតែសម្មាលមនុស្សហើយនឹងពលឺមេឃបញ្ជាក់កន្លែងនេះគឺពួកយើងនៅលើភ្នំបាក់ខែងហើយទៅមើលថ្ងៃលិចប៉ុន្តែដោយសារថ្ងៃហ្នឹងពពកវាបាំងច្រើនពេកទៅពេលអញ្ចឹងយើងមើលថ្ងៃលិចអត់កើតទេក៏បានរៀបចំខ្លួនដើម្បីចុះមកកន្លែងសម្រាប់វិញ 2,000 years later. បន្ទាប់ពីយើងជិះម៉ូតូខ្លួនឯង2ថ្ងៃអញ្ចឹងថ្ងៃ2ថ្ងៃចុងក្រោយនេះគឺយើងជួលតុកបងប្រុសម្នាក់ដើម្បីដឹកពួកយើងកន្លងដើរមើលតាមប្រាសាទគេហៅថាវងធំណាអញ្ចឹងវងធំហ្នឹងយើងមានច្រើនប្រាសាទមែនតើដែលយើងត្រូវមើលខ្ញុំបានថតបន្តិចដែរជូនអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងប្រហែលជាវាច្រើនកណាត់តិចប៉ុន្តែបានច្រើនប្រាសាទ តាមខ្ញុំចាំបាននេះគឺជាផ្លូវដែលយើងដើរចូលទៅដល់ប្រាសាទប្រខាន់នេះអ្នកនរគ្នា
ហើយនៅក្នុងប្រាសាទប្រខាន់គឺក៏ប្លែកម្យ៉ាងដែរសម្រាប់ខ្ញុំក៏ជាលើកទី1ដែរសម្រាប់ប្រាសាទទាំងអស់នៅក្នុងវងធំហ្នឹងគឺខ្ញុំភិកច្រើនគឺជាប្រាសាទដែលខ្ញុំចូលលើកទី1ដោយសារខ្ញុំទៅរាល់ដងគឺខ្ញុំផ្ដោតសំខាន់ភិកច្រើនទៅតែប្រាសាទអង្គរតូចហើយនិងប្រាសាទអង្គរធំតែប៉ុណ្្នឹងឯងអញ្ចឹងទ្រីបលើកនេះគឺមានអារម្មណ៍ថាដឹងច្រើនបានឃើញអីថ្មីច្រើនខ្លាំងមែនតើដោយសារវីដេអូយើងបានបញ្ចប់ហើយខ្ញុំប្រប់រូបខ្លះសម្រាប់អ្នកនរគ្នាទស្សនាហើយនេះគឺជារូបភាពនៃសកម្មភាពមួយចំនួនសម្រាប់ពួកយើងថតជាក្រុមហើយអរគុណអ្នកគ្នាមែនតើសម្រាប់ការទស្សនាវីដេអូហ្នឹងពីដើមរហូតដល់ចប់ហើយសង្ឃឹមអ្នកគ្នានឹងចូលចិត្តហើយជួយចុច like ក៏ដូចជា subscribe channel ខ្ញុំម្នាក់មួយផងអរគុណ